ចំណុចខ្សោយទាំង10យ៉ាងដែលធ្វើឲ្យយើងបរាជ័យសួស្តីអ្នកនរគ្នាខ្ញុំម៉េងថ្ងៃនេះផងដែរគឺខ្ញុំមានវីដេអូមួយទៅចង់បង្ហាញអ្នកនរគ្នាដែលវីដេអូនេះផងដែរគឺខ្ញុំនឹងប្រាប់អ្នកនរគ្នានៅចំណុចខ្សោយរបស់មនុស្ស10យ៉ាងដែលចំណុចទាំងនេះគឺជាទម្លាប់ឬក៏អាកប្បកិរិយាដែលធ្វើឲ្យយើងបរាជ័យឬក៏មិនអាចអភិវឌ្ឍខ្លួនឯងបានល្អនឹងឯងខ្ញុំនឹងបញ្យល់លម្អិតនិងលើកឧទាហរណ៍មួយចំនួនឲ្យអ្នកនរគ្នាដល់បានយល់ច្បាស់នៅក្នុងចំណុចនីមួយៗតោះយើងទៅតាមដាននៅវីដេអូរបស់យើងទាំងអស់គ្នាចំណុចទី1គឺភ័យខ្លាចពេកមនុស្សជាច្រើនគឺមិនហ៊ានចាប់ដើមនៅអ្វីដែលថ្មីព្រោះតែខ្លាចបរាជ័យភាពភ័យខ្លាចនេះគឺធ្វើឲ្យពួកគេបាត់បង់ឱកាសអភិវឌ្ឍខ្លួនឯងឧទាហរណ៍ថាបុគ្គលម្នាក់មានគំនិតថាបើកហាងកាហ្វេប៉ុន្តែខ្លាចថាអតិថិជនគឺមិនចូលចិត្តទើបមិនធ្វើទោះបីជាមានឱកាសល្អក៏ដោយចំណុចទី2ពន្យាពេលគេមិនដឹងថាត្រូវធ្វើឬយ៉ាងណាទេប៉ុន្តែជានិច្ចកាលគេតែងតែនិយាយថាចាំស្អែកទើបធ្វើទម្លាប់នេះគឺធ្វើឲ្យយើងបាត់បង់ពេលវេលានិងបាត់បង់ឱកាសជាច្រើនឧទាហរណ៍ថាសិស្សានុសិស្សមួយចំនួនគឺតែងតែមានការពន្យាពេលនៅពេលដែលគ្រូដាក់កិច្ចការឲ្យធ្វើឧទាហរណ៍ថាលោកគ្រូដាក់កិច្ចការហាត់ឲ្យគាត់ធ្វើក្នុងរយៈពេល3ថ្ងៃធ្វើឲ្យហើយប៉ុន្តែក្នុងរយៈពេលដំបូងនៃថ្ងៃចាប់ដើមនោះគឺគេមិនបានធ្វើទេគឺគេធ្វើនៅថ្ងៃចុងក្រោយហើយការធ្វើនេះគឺទៅធ្វើឲ្យគេបរាជ័យឬក៏ទទួលបានលទ្ធផលមកគឺវាមិនល្អនឹងឯងចំណុចទី3គឺខ្វះការទុកចិត្តលើខ្លួនឯងភាពខ្វះការទុកចិត្តលើខ្លួនឯងនេះមនុស្សខ្លះគិតថាខ្លួនគឺមិនល្អគ្រប់គ្រាន់ឬក៏មិនឆ្លាតដូចគេនេះគឺធ្វើឲ្យពួកគេមិនសាកល្បងនៅអ្វីដែលថ្មីឧទាហរណ៍ថាសិស្សម្នាក់មិនហ៊ានឡើយនិយាយនៅមុខថ្នាក់ដោយសារតែគេគិតថាគេនឹងនិយាយខុសខ្ញុំគិតថាមានសិស្សជាច្រើនដែលមានលក្ខណៈថាមិនមានទំនុកចិត្តលើខ្លួនឯងពេលខ្លួនឯងធ្វើលំហាត់អីវ៉ាន់ហ្នឹងមានអារម្មណ៍ថាខ្លួនឯងធ្វើខុសមានថាអត់ដឹងថាខ្លួនឯងច្បាស់ពិតប្រាកដអត់ទេអានឹងគឺជាចំណុចដែលធ្វើយើងបរាជ័យផងដែរចំណុចទី4គឺមិនស្គាល់គោលបំណងជីវិតតែអ្វីទៅតែថាមិនស្គាល់គោលបំណងជីវិតគឺគោលបំណងវាដូចជាគោលដៅនឹងឯងគឺមិនដឹងថាតណៃជីវិតនឹងកាច់ក្បងកាច់វាវអញ្ចឹងទៅងាកងក់អញ្ចឹងអត់ដឹងថាអីណីអញ្ចឹងទៅពេលមនុស្សមិនដឹងថាចង់ទៅណាឬក៏ចង់ធ្វើអ្វីជីវិតគេនឹងដំណើរទៅដោយគ្មានទិសដៅតែម្ដងឧទាហរណ៍ថាមានមនុស្សជាច្រើនធ្វើការងារមួយគ្រាន់តែសម្រាប់ប្រាក់ប៉ុន្តែមិនដឹងថាកំពុងតែស្វែងរកអ្វីនៅជីវិតគឺធ្វើបានតែគោលដៅរបស់គាត់គឺមានតែប្រាក់មួយគត់ធ្វើការដើម្បីយកប្រាក់មកចិញ្ចឹមជីវិតគឺធ្វើប៉ុណ្ណឹងទេគឺគាត់អត់មានគោលដៅផ្សេងទៀតទេទី5គឺលោភលន់ការលោភគឺធ្វើឲ្យពួកគេមិនពេញចិត្តនៅអ្វីដែលមានហើយអាចនាំឲ្យពួកគេធ្វើអំពើខុសច្បាប់ទៀតផងឧទាហរណ៍ថាមន្ត្រីម្នាក់លួចលុយរដ្ឋដើម្បីរស់នៅឲ្យសុខស្រួលប៉ុន្តែចុងក្រោយក៏ត្រូវបានគេចាប់ខ្លួនជាដើមចំណុចទី6ខ្វះភាពអត់ធ្មត់មនុស្សមួយចំនួនចង់ឃើញលទ្ធផលភ្លាមប៉ុន្តែមិនសូវទេរងចាំដំណើរអភិវឌ្ឍប៉ុន្មានទេឧទាហរណ៍ថាមនុស្សម្នាក់ចាប់ផ្ដើមហាត់ប្រាណតែ 2-3 សប្តាហ៍ហើយឃើញថាមិនស្ដើងនោះទេទើបបោះបង់វាចោលទៅមានន័យថាហាត់ប្រាណបានតែ 2-3 សប្តាហ៍តែមើលទៅដូចជាមិនសូវស្អាតមិនសូវ slim មិនសូវស្រក់ទម្ងន់ខំហាត់ដើម្បីស្រក់ទម្ងន់តែមិនស្រក់គេក៏បោះបង់ចោលទៅនេះគឺជាខ្វះការអត់ធ្មត់មួយផងដែរទី7បាត់បង់ការតាំងចិត្តចឹងតើតើនឹងការបាត់បង់ការតាំងចិត្តនេះមនុស្សជាច្រើនគឺចាប់ផ្ដើមធ្វើអ្វីមួយដោយការរីករាយប៉ុន្តែមិនអាចបន្តបានរយៈពេលវែងទេឧទាហរណ៍ថាសិស្សចាប់ផ្ដើមរៀនភាសាអង់គ្លេសដោយមានសង្ឃឹមថាខ្ពស់មែនទេមានសង្ឃឹមខ្ពស់ប៉ុន្តែបន្ទាប់ពីមួយខែឃើញថាពិបាកក៏បោះបង់វាចោលទៅអាហ្នឹងក៏ពិបាកដែរញ៉ាបាត់បង់ការតាំងចិត្តទី8មិនស្គាល់មតិអ្នកដទៃមនុស្សខ្លះគិតថាខ្លួនតែត្រឹមត្រូវជានិច្ចប៉ុន្តែការមិនស្ដាប់អ្នកដទៃអាចនាំឲ្យគេខាតបង់ឱកាសជាច្រើនផងដែរឧទាហរណ៍ថាម្ចាស់ហាងម្នាក់មិនស្ដាប់មតិរបស់អតិថិជនអំពីគុណភាពទំនិញហើយចុងក្រោយអតិថិជនក៏បាត់ទៅក៏បាត់បង់អតិថិជនទៅណាបាត់បង់តិចម្ដងមុនវងមក100នាក់អញ្ចឹងទៅយូរទៅក៏សល់តែ5នាក់ឬក៏10នាក់អញ្ចឹងទៅនឹងចំណុចទី9មិនគោរពពេលវេលាមនុស្សមិនដឹងតម្លៃពេលវេលាគឺធ្វើអ្វីគ្មានផែនការឬក៏យឺតយ៉ាវជានិច្ចគេថាពេលវេលាគឺជាមាសប្រាក់អញ្ចឹងយើងត្រូវតែទុកពេលវេលា
ធ្វើតែទទួលស្គាល់ពេលវេលាឲ្យបានត្រឹមត្រូវត្រូវតែទទួលស្គាល់ថាពេលវេលាគឺជាមាសប្រាក់គឺជារបស់សំខាន់មួយសម្រាប់យើងឧទាហរណ៍ថាអ្នកធ្វើការម្នាក់មកយឺតរៀងរាល់ថ្ងៃធ្វើឲ្យជួយបញ្ហាជាមួយនឹងអ្នកគ្រប់គ្រងជាដើមតែកាលណាមកយូរទៅគេស្ដីឲ្យ10មិនចេះអរគុណមនុស្សដែលមិនចេះស្គាល់គុណឬអាចធ្វើឲ្យអ្នកនៅជំវិញមានការចាប់អារម្មណ៍ឬក៏គេមានអារម្មណ៍ថាអស់សង្ឃឹមហើយបាត់បង់ការគ្រប់គ្រងឧទាហរណ៍កូនម្នាក់មានឱកាសរៀនខ្ពស់ពីឪពុកម្ដាយប៉ុន្តែមិនទទួលស្គាល់ឬក៏សងគុណពួកគាត់ទេចឹងខ្ញុំសង្ខេបឲ្យខ្លីចំណុចដែលធ្វើឲ្យយើងបរាជ័យទាំង10នេះទី1ភាពភ័យខ្លាចទី2ពន្យាពេលទី3ខ្វះការទុកចិត្តលើខ្លួនឯងទី4មិនស្គាល់គោលបំណងជីវិតទី5លោភលន់ទី6ខ្វះភាពអត់ធ្មត់ទី7បាត់បង់ការតាំងចិត្តនិងទី8ស្គាល់ទី8មិនស្ដាប់មតិអ្នកដទៃទី9មិនគោរពពេលវេលាចុងក្រោយគឺទី10គឺមិនចេះអរគុណអរគុណអ្នកនរសម្រាប់ការស្ដាប់នៅវីដេអូរបស់ខ្ញុំទោះបីជាវីដេអូនេះមានលក្ខណៈថាខ្លីតិចក៏ដោយក៏មិនមែនជាបញ្ហាដែរសូមអរគុណនិងជួបគ្នានៅវីដេអូក្រោយទៀត